គ្នាណាដែលជួបបញ្ហាចូលហ្គេមអត់កើតនៅខ្មៅងឹតរហូតហ្នឹងហើយថ្ងៃនេះដែរគឺខ្ញុំនឹងប្រាប់ពីរបៀបដោះស្រាយវាជាដំបូងនោះអ្នកគ្នាត្រូវចូលមកមើលកន្លែងមួយនេះបើអ្នកគ្នាដាក់អា OpenGL ហ្នឹងវាលេងអត់កើតអ្នកគ្នាដូរទៅដាក់ខាងលើពីនោះវិញដាក់លើ port នោះក៏បានឬក៏អា sync vocal នោះក៏បានដែរហើយមូលហេតុទី2នោះគឺអាចនឹងមកពី mode របស់អ្នកគ្នាដាក់ខុស version ដូចជាអ្នកគ្នារនឹងពងប្រើ version 1.21.11 ហើយអ្នកគ្នាទៅរក mode មក version 26.1.2 ចឹងទៅចឹងហើយអាចជាបានថាធ្វើឲ្យ game របស់អ្នកគ្នាគឺវាអត់ដំណើរការឬក៏ mode របស់អ្នកគ្នាគឺអត់ support ទៅនឹង version ហ្នឹងហើយវាក៏នៅជាប់អេក្រង់ខ្មៅងឹតនឹងរហូតចឹងទៅហើយទី2នោះគឺអាចនឹងមកពី RAM របស់អ្នកគ្នាពេញចឹងទៅចឹងហើយអ្នកគ្នាត្រូវសេរីលុបរូបភាពឬក៏កម្មវិធីណាដែលវាអត់សូវសំខាន់សម្រាប់អ្នកគ្នាចោលសិនទៅហើយមួយទៀតអាចនឹងអ្នកគ្នាដាក់ mode ខុសអ្នកគ្នាដូចជាពងលេងនៅលើ Fabric ចឹងទៅហើយអ្នកគ្នាត្រូវ mode មកហើយ mode ហ្នឹងគឺជា mode របស់ Fox ដូចជាអ្នកគ្នាលេងលើ Fabric ប៉ុន្តែអ្នកគ្នាដាក់ Optifine ចឹងហើយវាអាចនឹងចូលលេងអត់កើតចឹងទៅ